ជួយខ្ញុំផងទ្រង់ហេតុអ្វីទ្រង់មានសភាពបែបនេះដោយការពីយប់នោះដែលត្រូវថ្នាំពុលអញ្ចឹងមិនអីទេសាក់លបងវិធីចុងក្រោយចុះយាកជួយយាមទ្វារឲ្យខ្ញុំផងកុំឲ្យអ្នកណាម្នាក់ចូលមកឲ្យសោះចំណេញទ្រង់ហើយចាំទ្រង់ជាសះស្បើយខ្ញុំនឹងទារមកវិញទ្វេដងតើព្រះអង្គយ៉ាងម៉េចហើយព្រះអង្គមានបុណ្យបារមីខ្ពស់ណាស់ជីពចរបានស្ងប់ហើយមិនមានគ្រោះថ្នាក់ដល់ជីវិតទៀតទេគ្រាន់តែរបួសដាវនេះបាត់បង់ឈាមច្រើនពេកត្រូវសម្រាកបានច្រើនល្អហើយខ្ញុំយល់ហើយថយទៅចុះព្រះករុណាទូលបង្គំសូមថ្លែងអំណរព្រះគុណចំពោះមហាករុណាธิគុណរបស់ព្រះនាងហេតុអ្វីបានជាលោកឈិនប្រកាសចិត្តម្លេះថាខ្ញុំអាចជួយសង្គ្រោះរាជទាយាទបាននោះក៏ព្រោះតែព្រះនាងគឺជាអ្នកមានបុណ្យវាសនាខ្ពស់តើកញ្ជ្រោងចាស់ម្នាក់នេះកំពុងលាក់បាំងអ្វីឲ្យប្រាកដព្រមចូលមកស្នាក់នៅភូមិគ្រឹះសិនដោយខ្លួនឯងថែមទាំងខំប្រឹងប្រែងប្រើប្រាស់អត្តសញ្ញាណរបស់លូជីនយេដើម្បីចូលគៀកខ្ញុំដើម្បីតែការចងស្ពានមេត្រីមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេមើលទៅគន្លិះក្នុងការបន្សាបជាតិពុលរបស់គេច្បាស់ជាពាក់ព័ន្ធនឹងខ្ញុំហើយព្រះនាងព្រះចៅអធិរាជកំពុងរងចាំនៅដំណាក់មកជូដើម្បីសាកសួរព្រះនាងល្អហើយតើរបួសរបស់រាជទាយាទយ៉ាងណាហើយព្រះបតុលាសូមកុំបារម្ភអីមិនមានអ្វីធ្ងន់ធ្ងរទេគ្រាន់តែត្រូវសម្រាកបានច្រើនអញ្ចឹងល្អហើយព្រះបតុលាឃាតម្នាក់នេះត្រូវបានបញ្ជូនមកដោយស៊ូហ្វាំងនៃធានយានក្នុងបំណងបង្កសង្គ្រាមរវាងប្រទេសទាំងពីរបើទាយាទស្នាក់នៅណានចៅកាន់តែយូរណានចៅក៏កាន់តែមានគ្រោះថ្នាក់ខ្លាំងឡើងបើទាយាទសុគតនៅណានចៅមែននោះធានយានច្បាស់ជាយកលេសនេះដើម្បីលើកតបវាប្រហារមិនខានសូមព្រះបតុលាសម្រេចព្រះតីសម្រាលពិធីចងស្ពានមេត្រីនេះឲ្យសាមញ្ញបំផុតរងចាំរបួសរបស់រាជទាយាទធូរស្រាលបន្តិចត្រូវឲ្យគេចេញដំណើរទៅធានយានភ្លាមដាច់ខាតមិនអាចបណ្ដោយឲ្យប្រជារាស្ត្ររងគ្រោះដោយគ្មានកំហុសឡើយកូនល្អណាស់ណានចៅរបស់យើងជាប្រទេសតូចថ្ងៃក្រោយទៅនៅតែត្រូវពឹងផ្អែកលើការការពារពីធានយានរាជទាយាទដាច់ខាតមិនអាចមានរឿងនៅក្នុងទឹកដីណានចៅឡើយគ្រាន់តែធ្វើបែបនេះពិតជាធ្វើឲ្យកូនត្រូវរងភាពអយុត្តិធម៌ហើយកូនយល់ច្បាស់ណាស់គ្រប់យ៉ាងត្រូវគិតពីប្រយោជន៍ជាតិជាធំគ្រាន់តែកូនទៅធានយានលើកនេះខ្លាចថានឹងមានគ្រោះថ្នាក់ច្រើនជាងសុវត្ថិភាពតាមពិតទៅលើកនេះគួរតែជាប៉ៃលីងដែលត្រូវទៅរៀបអភិសេកនៅធានយានរឿងនេះគឺព្រះបតុលាមានចិត្តអាត្មានិយមហើយប៉ុន្តែណានចៅប្រកាសថាព្រះនាងដែលជាទីស្រឡាញ់បំផុតត្រូវទៅរៀបអភិសេកដូច្នេះកូនគឺជាព្រះនាងដែលទទួលបានការស្រឡាញ់បំផុតរបស់ណានចៅយកមកទីនេះត្រាបញ្ជាទ័ពនេះអាចបញ្ជាទ័ពបាន 5000 នាក់ថ្នាំសម្ងាត់របស់រាជវង្សទាំងពីរប្រអប់នេះមាន3គ្រាប់ក្នុងមួយប្រអប់ថ្នាំនេះអាចសង្គ្រោះជីវិតមនុស្សបានចំណែកថ្នាំនេះអាចធ្វើឲ្យមនុស្សសន្លប់ដូចស្លាប់រយៈពេល7ថ្ងៃបើកូនជួបគ្រោះថ្នាក់នៅធានយានអាចប្រើវាដើម្បីក្លែងស្លាប់គេចខ្លួននិងមានមនុស្សរបស់យើងទៅទទួលតបតខ្លួន 5000 នាក់ព្រះបិទតុលាហ៊ានប្រគល់ឲ្យពិតមែនទោះបីជាត្រូវទៅរៀបការជំនួសបុត្រីរបស់ទ្រង់ប៉ុន្តែទ្រង់ពិតជាហ៊ានលះបង់ដើមទុនធំធេងណាស់ស្ថានភាពនៅធានយានមានភាពស្មុគស្មាញណាស់កូនអាចជឿជាក់លើរាជទាយាទបានតែមិនអាចពឹងផ្អែកលើគេទាំងស្រុងនោះទេព្រះបិទតុលាសង្ឃឹមថាកូនដូចជាមាតារបស់កូនអញ្ចឹងព្រះបិទតុលាសូមកុំបារម្ភអីកូនច្បាស់ជាមិនធ្វើឲ្យទ្រង់ខកបំណងឡើយនឹងការពារសន្តិភាពនៃប្រទេសទាំងពីរឲ្យបានល្អព្រះអង្គទ្រង់ភ្ញាក់ហើយ